សួស្តីនិងសូមស្វាគមន៍មកកាន់វេទិកានៅពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ2025ឬ Cafe 25 ព្រឹត្តិការណ៍ដ៏ធំមួយដែលនឹងផ្លាស់ប្ដូរទិដ្ឋភាពកសិកម្មកម្ពុជាសហព័ន្ធស្វ័យចន្ទីកម្ពុជាឬ CCF ដែលទទួលបានការគាំទ្រពីអង្គការជំនួយវិហារ Denmark DCA មានបេសកកម្មច្បាស់លាស់លើកកម្ពស់វិស័យស្វ័យចន្ទីកម្ពុជាឲ្យឈានទៅកាន់កម្រិតអន្តរជាតិយើងធ្វើការជាមួយកសិករសហគមន៍និងអាជីវករដើម្បីកសាងបណ្ដាញតម្លៃស្វ័យចន្ទីពីកសិដ្ឋានទៅកាន់ទីផ្សារអន្តរជាតិឆ្នាំនេះ CCF មានមោទនភាពក្នុងការចូលរួម Cafe 25 វេទិកាពាណិជ្ជកម្មកសិកម្មធំបំផុតនៅកម្ពុជាដែលមានការបរិច្ឆេទចាប់ផ្ដើមនៅថ្ងៃទី13ដល់ថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025ដែលមានទីតាំងស្ថិតនៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍កោះពេជ្រដែលមានភ្ញៀវចូលរួមប្រមាណជាង 10,000 នាក់និងមានក្រុមហ៊ុនតាំងពិព័រណ៍ជាង 400 ក្រុមហ៊ុននៅ Cafe 25 អ្នកនឹងបានជួបជាមួយនឹងដៃគូឈានមុខគេរបស់យើង1សហគមន៍កសិកម្មដែលមានដូចជាសហគមន៍កសិកម្មឃុំក្រយាសាមគ្គីខេត្តកំពង់ធំនិងសហគមន៍កសិកម្មស្ពឺខេត្តកំពង់ចាមជាអ្នកនាំមុខក្នុងការដាំដុះស្វាយចន្ទីប្រកបដោយនិរន្តរភាពសហគមន៍កសិកម្មរហ័សមានជ័យខេត្តព្រះវិហារជាគំរូសម្រាប់កសិកម្មសរីរាង្គ2រោងចក្រកែច្នៃរោងចក្រកែច្នៃស្វាយចន្ទីលឹងមនុษย์ដែលជារោងចក្រមានគុណភាពខ្ពស់ស្តង់ដារអន្តរជាតិសហគ្រាសកែច្នៃស្វាយចន្ទីពៅសម្បត្តិជាផលិតផលស្វាយចន្ទីពហុភាវូបនីយកម្ម3ក្រុមហ៊ុនឯកជនដែលមានដូចជាក្រុមហ៊ុន Empol Agro Product Co Ltd ក្រុមហ៊ុនប្រណិតចន្ទី Co Ltd និងក្រុមហ៊ុនសន្តានា Agro Product Co Ltd សហករណ៍យើងមានសហករណ៍សរីរាង្គខ្មែរ KOC ដែលជាស្ពានភ្ជាប់កសិករនិងទីផ្សារចំពោះបច្ចេកវិទ្យាយើងមានក្រុមហ៊ុនផលិតម៉ាស៊ីន My and Co Ltd ដែលជាដំណោះស្រាយម៉ាស៊ីនទំនើបសម្រាប់ឧស្សាហកម្មស្វ័យចន្ទីហើយអ្វីបានជាអ្នកគួរតែចូលរួមជាមួយនឹង Cafe 25 1ភ្ជាប់ទំនាក់ទំនងជួបកសិករជាង 10,000 នាក់ដៃគូអាជីវកម្មសក្តានុពលវិនិយោគិនជាតិនិងអន្តរជាតិ2ផ្សព្វផ្សាយផលិតផលបង្ហាញផលិតផលដោយផ្ទាល់ទទួលបាន feedback ពីអតិថិជនបង្កើនការយល់ដឹងអំពី mark ឬ brand 3រៀនសូត្រនៅអ្វីថ្មីៗចំពោះបច្ចេកវិទ្យាកសិកម្មទំនើបយុទ្ធសាស្ត្រទីផ្សារនិងគោលនយោបាយកសិកម្មអ្នកទាំងអស់គ្នាអាចរកយើងបាននៅស្តង់លេខ CR PR SU 02.05 និង10ដែលយើងមានតាំងបង្ហាញផលិតផលស្វ័យចន្ទីគុណភាពខ្ពស់ម៉ាស៊ីនកែច្នៃទំនើបសេវាប្រឹក្សាយោបល់និងគំរូកសិកម្មជោគជ័យសូមអ្នកទាំងអស់គ្នាកុំខកខានជាមួយនឹងឱកាសដ៏វិសេសវិសាលមួយនេះរាល់ថ្ងៃរហូតដល់ថ្ងៃទី13វិច្ឆិកាមកចូលរួមជាមួយនឹងយើងនិងចូលរួមជាផ្នែកមួយនៃបដិវត្តកសិកម្មកម្ពុជាចូលយើងរីកចម្រើនជាមួយគ្នាជួបគ្នានៅ Cafe 25